យើងនិយាយអំពីរូបមន្តរបស់ជីវិតណារូបមន្តរបស់ជីវិតហ្នឹងដែលមានប្រាប់នៅក្នុងពុទ្ធសាសនាហើយយើងតែងតែដឹងឮគ្រប់គ្នាហើយការលើកនេះវាជាការស្វែងយល់ជាជញ្ជីងវាស់សញ្ញាគំនិតយើងកុំឲ្យភ្លេចកុំឲ្យភ័ន្តច្រឡំថាវាមានអីលើសពីនឹងទៀតចឹងមានអ្នកខ្លះភ័ន្តច្រឡំថាវាមានស្អីលើសពីនឹងទៀតអស្ចារ្យជាងនឹងទៀតចឹងយើងអាចយករូបមន្តជីវិតដែលធម្មជាតិផ្ដល់ឲ្យនឹងវាជាលក្ខខណ្ឌចាំបាច់សម្រាប់យើងដឹងយើងស្វែងយល់កុំឲ្យមានការភ័ន្តច្រឡំអីតទៅទៀតរូបមន្តជីវិតដែលធម្មជាតិផ្ដល់ឲ្យនឹងមាន4គឺកើតមួយចាស់មួយឈឺមួយស្លាប់មួយវាជាធម្មជាតិទៀងទាត់ដែលអត់ប្រែប្រួលនៅក្នុងโลกហ្នឹងណាការលើកឡើងនេះយើងអាចជាគំនិតស្វែងយល់បកស្រាយឲ្យត្រូវផ្លូវហើយអ្នកដែលមានជីវិតរស់នៅហ្នឹងកុំឲ្យភ័ន្តច្រឡំកុំឲ្យច្បោកច្បល់ថាវាមានអីវិសេសជាងហ្នឹងទៀតណាទី1ការកើតកំណើតហ្នឹងវាជាសេចក្តីទុកលំបាកហើយវាអត់មានអីភ័ន្តច្រឡំទៀតទេការរស់នៅរងទុកគ្រប់ផ្លូវហ្នឹងគ្រប់គ្នាហ្នឹងរងទុកលំបាកដោយសារការងារដោយសារការរៀនសូត្រគ្រប់យ៉ាងលំបាកកាយលំបាកចិត្តលំបាកហ្នឹងជាធម្មជាតិតែហ្មងវាគ្មានលើកលែងអ្នកក្រអ្នកមានស្រីប្រុសគ្រប់ជាតិសាសន៍ហ្នឹងគឺថាត្រូវដឹងត្រូវយល់ថាកំណើតហ្នឹងវារងទុកលំបាកវេទនាជាធម្មតាជាធម្មជាតិអញ្ចឹង គ្មានអីវិសេសគ្មានអីប្លែកទេទោះជាយើងប្រឹងស្រាវជេរបចោខឹងសម្បាមឬក៏ថាសោចសបាយយ៉ាងណាវានៅតែប៉ុណ្ណឹងវាកំណើតហ្នឹងវារងទុកក្នុងជីវិតគ្រប់គ្នាអញ្ចឹងតាំងតែពីកើតមកនឹងជីវិតរស់នៅគឺរងទុកគ្រប់គ្នាអត់មានភ័ន្តច្រឡំទេអញ្ចឹងហើយផ្លូវណាដែលត្រូវប្រឹងប្រែងផ្លូវនោះទៅវាមានតែប៉ុណ្ណឹងទេពីព្រោះតែជីវិតហ្នឹងវារស់នៅរងទុកអញ្ចឹងហើយទី2ចាស់ជរាក្រំគ្រាជីវិតរបស់យើងហ្នឹងកើតមកហើយចាស់ជរាក្រំគ្រាជាធម្មតាអញ្ចឹងវាគ្មានប្លែកអីទេវាកើតហើយដើរទៅរកចាស់នឹងឯងវាអត់មានទៅណាទេចាស់ជរាក្រំគ្រាថ្មិញបាក់សក់ស្កូវខ្សោយកម្លាំងគ្រប់យ៉ាងអញ្ចឹងតិចថ្លង់ភ្នែកខ្វាក់មើលមិនឃើញវាធម្មតាអញ្ចឹងវាខ្សោយកម្លាំងខ្សោយបញ្ញាគំនិតថយសូន្យទៅគ្មានលើកលែងចំពោះបុគ្គលណាមួយឡើយនៅក្នុងโลกហ្នឹងអញ្ចឹងហើយជីវិតកើតហើយត្រូវដើរទៅរកចាស់អញ្ចឹងចាស់ក្រំគ្រាហ្នឹងវានឹងមកដល់អញ្ចឹងហើយត្រូវបញ្ញាប់បញ្ញាល់ធ្វើអីដែលមានប្រយោជន៍រៀនអីដែលមានប្រយោជន៍គិតអីដែលមានប្រយោជន៍ផឹងប្រែងទៅសេពគប់ផ្លូវណាត្រូវធ្វើអីត្រូវរស់នៅកន្លែងណាសមគួរប្រឹងប្រែងផ្លូវនោះតាមលទ្ធភាពដែលអាចធ្វើបានទេទៅព្រោះมันយូរទេគឺចាស់ជរាហ្នឹងនឹងមកដល់ហើយជីវិតហ្នឹងវាខ្លីទី3ទៀតជំងឺ បន្ទាប់ពីកើតហើយនៅក្នុងសេចក្តីរងទុកគ្រប់យ៉ាងហើយចាស់ជរាក្រំគ្រាហើយមានថែមជំងឺមកទៀតទី3គឺជំងឺដំកាត់គ្រប់យ៉ាងបានសេចក្តីថាតាំងពីបាតជើងរហូតដល់ចុងសក់ហ្នឹងគឺមានជំងឺមានមេរោគមានគ្រោះកាចរបស់ជីវិតគ្រប់យ៉ាងចូលមកញោមញីគ្មានលើកលែងបុគ្គលណាមួយទេគឺថាសក់ថ្មិញសរសៃសាច់ឈាមគ្រប់កន្លែងហ្នឹងគឺថាតែងតែមានជំងឺគ្រប់យ៉ាងដែលយើងឃើញជំងឺសពគ្រប់នឹងជំងឺសក់មានសក់កើតជំងឺសក់មានភ្នែកតិចច្រមុះមាត់កាយរាងកាយចិត្តក្នុងរាងកាយឆ្អឹងសរសៃអីមានជំងឺទាំងអស់ចឹងបើយើងនៅសុខភាពល្អប្រឹងប្រែងធ្វើការងារណាមានប្រយោជន៍គំនិតណាមានប្រយោជន៍ផ្លូវណាមានប្រយោជន៍សេពគប់ណាមានប្រយោជន៍ផឹងប្រែងទៅពីព្រោះថាជំងឺវានឹងចូលមកដល់មិនខានទេជំងឺខ្លះគឺយើងព្យាបាលបានជំងឺខ្លះគឺយើងព្យាបាលមិនបានវាជាធម្មជាតិអញ្ចឹងហើយត្រូវធ្វើការនៅក្នុងផ្លូវបដិបទាណាដែលសមគួរអាចធ្វើបាន
ហើយបន្ទាប់អំពីការចាស់ក្រមគ្រាហើយជំងឺគ្រប់យ៉ាងហើយសេចក្តីស្លាប់នឹងមកដល់ហើយសេចក្តីស្លាប់នឹងបានសេចក្តីថាជួបហើយប្រត់ទៅហ្នឹងគឺថាញាតផៅសន្តានគ្រួសារនឹងគ្មានលើកលែងទេគ្រប់គ្នានឹងស្លាប់ទៅហើយដាច់សង្ខារដាច់ដង្ហើមឈប់ដកដង្ហើមរាងកាយនឹងគឺថាឈប់ហើយឈប់ដំណើរការហើយឈប់ធ្វើចលនាហើយមានតែស្អុយរលួយចោលទៅនៅឆ្អឹងមកកញ្ចប់ហើយយូរទៅនឹងក៏លែងអ្នកណានឹកនាអីហើយវាជាធម្មជាតិអញ្ចឹងវាគ្មានអីសង្ស័យប្លែកទេអញ្ចឹងហើយមិនត្រូវភ័ន្តច្រឡំអីទេត្រូវតែច្បាស់កើតចាស់ឈឺស្លាប់ជួបប្រត់តែប៉ុណ្ណឹងទេអត់មានថ្នាំទឹកឯណាមកជួយបានទេកុំភ័ន្តច្រឡំអត់មានអ្នកមានបនណាមកអាចជួយបានទេมันអាចមកការពារបានទេអញ្ចឹងត្រូវដឹងមុនច្បាស់មុនឲ្យហើយប្រចាំថ្ងៃហ្នឹងគឺថាជីវិតរបស់យើងហ្នឹងកើតហើយរងទុកដើរទៅរកចាស់ដើរទៅរកឈឺដើរទៅរកស្លាប់អ្វីដែលជួបហើយនឹងប្រត់ទៅអញ្ចឹងរៀបចំឲ្យហើយគិតគូរឲ្យហើយស្វែងយល់ឲ្យហើយផ្លូវណាដែលសមគួរផ្លូវណាដែលបណ្ឌិតសរសើរផ្លូវណាដែលជាមាគ៌ាត្រូវសម្រាប់លោកីយធម៌លោកកតរធម៌ដែលមានក្នុងពុទ្ធសាសនាហ្នឹងជាប្រយោជន៍ប្រឹងប្រែងធ្វើទៅផ្លូវហ្នឹងដែលមើលឃើញថាត្រូវប៉ុន្តែគ្រាន់តែថាកុំឲ្យជ្រុលនិយមហួសបដិបទាកុំឲ្យកើតជំងឺសការៈនិយមជំងឺទំយើនិយមជាដើមហើយផ្លូវណាដែលបង្កើតប្រយោជន៍ដល់មនុស្សស្រាយបញ្ហាដល់មនុស្សផ្លូវណាជាកុសលដែលយើងអាចធ្វើបានធ្វើទៅព្រោះយើងរស់នៅក្រោមកិលេសបើយើងរស់នៅក្រោមកិលេសអញ្ចឹងវាលំបាកធ្វើអំពើល្អជាប្រយោជន៍ណាចឹងហើយការរស់នៅមិនធ្វេសប្រហែសការរស់នៅដោយការប្រុងប្រយ័ត្នការសេពគប់ដែលសមគួរធ្វើដំណើរសិក្សារកភូមិសាស្ត្រសិក្សាស្វែងយល់ក្នុងជីវិតលោកីនឹងផងក្នុងជីវិតដែលប្រសើរនៅក្នុងគំនិតតូចធំណាដែលអាចធ្វើបាននឹងប្រឹងប្រែងទៅបើគិតថាជីវិតនឹងមានតម្លៃធ្វើការណាដែលវាមានតម្លៃធំវាមានផលប្រយោជន៍ធំទៅជីវិតកប៉ីកប៉ុកជីវិតពៀលាអាវ៉ាសែដែលវាមិនបង្កើតប្រយោជន៍មិនស្រាយបញ្ហានឹងយើងដកវាចេញតាមគ្រប់លទ្ធភាពទៅនេះជាគំនិតជារូបមន្តដើមសម្រាប់ស្វែងយល់ទាំងអស់គ្នាចូលរួមជាយោបល់ប៉ុណ្ណឹង